ក្នុងឱកាសដ៏វិសេសវិសាលនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តមសីយិតយូសាហ្វរ៉ាសាជីឡានីប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននិងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភាព្រមទាំងឯកឧត្តមលោកជំទាវដែលជាគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ក្នុងឱកាសដែលគណៈប្រតិភូគ្រប់រូបអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលប្រារព្ធធ្វើឡើងរយៈពេល3ថ្ងៃពីថ្ងៃទី26ដល់ថ្ងៃទី28ខែសីហាឆ្នាំ2026នៅក្នុងរាជធានីភ្នំពេញខណៈដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅព្រះរាជសន្តរកថាដែលមានព្រះសូរសៀងដើមដ៏ខ្ពង់ខ្ពស់បំផុតដូចតទៅសម្ដេចអគ្គមហាសេនាបតីជំនាញសាប្រធានព្រឹទ្ធសភាប្រធានក្រុមរងសាស្ត្រព្រះអង្គសានិងជាប្រធានសន្និសីទប្រធានសភានៃអន្តរជាតិលើកទី2ជាទីស្រឡាញ់របស់អាមេរិកអាយុដកជាយូស៊ូហ្វរ៉ាហ្សាមីឡាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋស្ថាប័នស្ថាប័នជាប្រធានសភានៃសន្និសីទប្រធានសភានៃអន្តរជាតិជាទីរបស់អាយុដកលោកជំទាវជាប្រធានរដ្ឋសភានៅតំណាងមកបណ្ដាប្រទេសជំនឿទាំងអស់និងអង្គការអន្តរជាតិជាទីរបស់ខ្ញុំមានផារតីសូមរំលឹកនិងមានកិត្តិយសសូមស្វាគមន៍សម្ដេចនាយកអាយុដកប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋស្ថាប័នស្ថាប័នអាយុដកលោកជំទាវប្រធានព្រឹទ្ធសភាជាតំណាងមកបណ្ដាប្រទេសជំនឿនៅអង្គការជាតិទាំងអស់ដែលបានជួយឲ្យចូលរួមនៅអង្គការនៅនាមប្រជាជនកម្ពុជានិងក្នុងនាមខ្ញុំផ្ទាល់សូមថ្លែងអំណរគុណចំពោះវត្តមានរបស់សម្ដេចហើយដល់លោកជំទាវក្នុងឱកាសដ៏ពិសេសពិសាដែលជាការជាពីសមាជិករបស់សម្ដេចហើយដល់លោកជំទាវចំពោះប្រទេសជាតិកម្ពុជាព្រមទាំងពង្រីកចំណងបណ្ដាញនិងកិច្ចសហប្រតិបត្តិការរបស់សាសនាចូលលើមូលដ្ឋានការគោរពនិងវិទ្យានិងការបដិញ្ញាចិត្តដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាពការគោរពច្បាប់អន្តរជាតិពាក់ព័ន្ធនឹងទីនិយមនិងវិបុលភាពសម្រាប់ប្រជាជនទាំងអស់តាមរយៈកម្មវិធីដែលរៀបចំបានយ៉ាងល្អខ្ញុំមានជំនឿមុនមកថាសម្ដេចនាយកអាយុដកប្រធានសភាសាធារណរដ្ឋស្ថាប័នស្ថាប័នអាយុដកលោកជំទាវនឹងជួយរួមចំណែកយ៉ាងខុសច្បាប់ក្នុងកិច្ចពិភាក្សាសន្និសីទនិងសម្រាប់បានសេចក្តីប្រកាសពីក្រុមប្រជុំដែលខ្ញុំជឿថាសេចក្តីប្រកាសនេះជានិមិត្តរូបនៃការបដិញ្ញាចិត្តរួមចំពោះយុទ្ធធម៌ការគោរពសិទ្ធិមនុស្សការអភិវឌ្ឍបន្តទៅជាការកសាងសន្តិភាពការផ្សះផ្សាការដោះស្រាយជំនួយដល់សន្តិភាពនិងកិច្ចសហប្រតិបត្តិការចូលលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងរួមគ្នាចូលរួមទុំសន្តិភាពដែលជាលក្ខខណ្ឌដ៏ល្អមិនអាចកាត់បន្ថយបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមខ្ញុំសូមអរគុណដល់ជំនាញនិងសូមមានតម្លៃខ្ពស់ព្រមទាំងកោតសរសើរចំពោះបណ្ដាប្រទេសជំនឿនិងដៃគូអន្តរជាតិដែលតែងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សន្តិភាពការគោរពច្បាប់អន្តរជាតិនិងការដោះស្រាយវិវាទដោយសន្តិភាពខ្ញុំសូមជូនពរសូមសរសើរប្រទេសកម្ពុជានៃអន្តរជាតិលើកទី2នេះនឹងប្រព្រឹត្តទៅដោយមានភាពល្អប្រសើរនិងទទួលជោគជ័យដល់ប្រជាជនសូមអរគុណក្នុងឱកាសដ៏ថ្លៃថ្លានេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានទូលថ្វាយថាក្នុងនាមព្រឹទ្ធសភានិងរដ្ឋសភា
នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតដើម្បីក្រាបបង្គំថ្វាយនៅការគោរពនិងសម្ដែងនៅសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានទទួលនៅព្រះបរមរាជានុញ្ញាតដ៏ថ្លៃថ្លាដឹកនាំថ្នាក់ដឹកនាំសភាជាតិនិងប្រតិភូសភាអន្តរជាតិអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាម្ចាស់ជីវិតលើត្បូងក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី2នាពេលនេះក្នុងឱកាសដ៏មហាអ្នកខត្រឹកនេះសម្ដេចតេជោហ៊ុនសែនបានទូលថ្វាយនៅអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងដែលព្រះអង្គបានសពព្រះរាជហឫទ័យប្រើព្រះរាជទានព្រះរាជសារក្នុងឱកាសនៃពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់សម្ដេចតេជោហ៊ុនសែននិងគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាទន្ទឹមនឹងនេះសម្ដេចតេជោហ៊ុនសែនបានទូលថ្វាយអំពីសមាជិកភាពប្រធានគណៈប្រតិភូសភាបរទេសនិងប្រធានអង្គការអន្តរជាតិដែលមានវត្តមាននៅទីនេះមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាននិងជាសហស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភាព្រមទាំងជាសហប្រធានដឹកនាំកិច្ចពិភាក្សាទូទៅនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2ថ្នាក់ដឹកនាំដែលជាប្រធានសភាចំនួន10រូបថ្នាក់ដឹកនាំសភាដែលជាអនុប្រធានសភាមានចំនួន6រូបសមាជិកសភាចំនួន6រូបឯកឧត្តមឯកអគ្គរដ្ឋទូតចំនួន2រូបប្រធាននិងតំណាងអង្គការអន្តរសភាចំនួន5រូបសរុបចំនួន30ប្រទេសនិងអង្គការអន្តរជាតិក្នុងឱកាសនេះដែរសម្ដេចតេជោហ៊ុនសែនបានទូលថ្វាយព្រះករុណាព្រះមហាក្សត្រថាការអញ្ជើញចូលរួមរបស់ប្រតិភូអន្តរជាតិក្នុងកម្រិតខ្ពស់បែបនេះគឺជាសក្ខីភាពបញ្ជាក់អំពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិមកលើកម្ពុជានិងបង្ហាញនៅស្មារតីរួមគ្នាក្នុងការលើកកម្ពស់សន្តិភាពនិយមពហុភាគីនិយមនិងការពង្រឹងប្រព័ន្ធអន្តរជាតិតាមរយៈយន្តការសភានិងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលសុទ្ធតែដើម្បីបម្រើគោលដៅរួមគឺសន្តិភាពសន្តិសហវិជ្ជមាននិងវិបុលភាពរួមដែលជាបំណងប្រាថ្នារបស់មនុស្សជាតិគ្រប់ជំនាន់ម្យ៉ាងទៀតការរៀបចំសន្និសីទនេះនៅព្រះរាជាណាចក្រកម្ពុជាជាឱកាសមានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញជូនភ្ញៀវកិត្តិយសនិងមិត្តភ័ក្តិអន្តរជាតិអំពីវប្បធម៌និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរប្រពៃណីដ៏ល្អប្រពៃសក្តានុពលទេសចរដ៏សម្បូរបែបព្រមទាំងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានចាប់តាំងពីរដ្ឋសភានីតិកាលទី1រហូតដល់បច្ចុប្បន្នក្រោមម្លប់សន្តិភាពនិងស្ថិរភាពពេញលេញសម្ដេចប្រធានព្រឹទ្ធសភាកម្ពុជាបានទូលថ្វាយបន្តថាសន្និសីទប្រធានសភានៃអន្តរសភាលើកទី2នេះផ្ដោតសំខាន់លើការកសាងសន្តិភាពការសន្ទនានិងការរស់នៅជាមួយគ្នាដោយសុខដុមរមនាកម្ពុជាមានមោទនភាពយ៉ាងខ្លាំងក្នុងការចែករំលែកនៅបទពិសោធន៍នៃការបង្រួបបង្រួមជាតិការបញ្ចប់សង្គ្រាមការកសាងសន្តិភាពព្រមទាំងការរស់នៅជាមួយគ្នាចម្រុះសាសនានិងចម្រុះវប្បធម៌ដោយគ្មានការរើសអើងដែលនេះជាមរតកដ៏ឧត្តមឧត្តមនិងថ្លៃថ្លាក្រោមម្លប់បារមីដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រក្នុងឱកាសដ៏ថ្លៃថ្លានេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាក្នុងនាមប្រតិភូជាតិនិងអន្តរជាតិទាំងអស់សូមព្រះបរមរាជានុញ្ញាតសម្ដែងនៅអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលបានប្រោសព្រះរាជទានព្រះរាជវរកាសដ៏ឧត្តមឧត្តមជូនសម្ដេចតេជោនិងគណៈប្រតិភូទាំងអស់បានចូលក្រាបថ្វាយបង្គំគាល់និងថ្វាយព្រះពរនាឱកាសនេះព្រមទាំងបានប្រោសព្រះរាជទានព្រះរាជសារដ៏មានតម្លៃថ្លៃថ្លាសម្រាប់ជាអធិបតីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី2នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមក្រាបបង្គំថ្វាយព្រះពរជ័យដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លានិងព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំជានិមិត្តរូបនៃឯកភាពជាតិនិងសន្តិភាពសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូបជានិច្ចនិរន្តរ៍ Bismillahirrahmanirrahim ក្នុងឱកាសនេះឯកឧត្តមស៊ីយិតយូសាហ្វរ៉ាហ្សាជីឡានីប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននិងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភាបានទូលថ្វាយនៅអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅព្រះរាជសវនកម្មដ៏ឧត្តមឧត្តមនេះឯកឧត្តមបានទូលថ្វាយថាគណៈប្រតិភូទាំងអស់បានជួបជុំគ្នានៅរាជធានីភ្នំពេញជាតំណាងសភាមកពី
ជុំវិញពិភពលោកដែលបានមកពីទ្វីបផ្សេងៗគ្នាមានវប្បធម៌ប្រពៃណីនយោបាយខុសគ្នាព្រមទាំងនិយាយភាសាផ្សេងៗគ្នានិងតំណាងឲ្យប្រជាជនរៀងៗខ្លួនក៏ប៉ុន្តែបានរួបរวมគ្នាជាធ្លុងមួយដោយមានគោលបំណងរួមមួយនោះគឺការបដិញ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសន្ទនាការយោគយល់គ្នាសន្តិភាពនិងកិច្ចសហប្រតិបត្តិការឯកឧត្តមបានទូលថ្វាយបន្តថាក្នុងនាមជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភាឯកឧត្តមមានកិត្តិយសជាពន់ពេកដែលបានឃើញថ្នាក់ដឹកនាំសភាមកជួបជុំគ្នានៅទីនេះម្ដងទៀតដើម្បីបន្តកិច្ចសន្ទនាដែលបានចាប់ផ្ដើមឡើងដំបូងនៅរដ្ឋធានីអ៊ីស្លាមាបាតនៃប្រទេសប៉ាគីស្ថានដំណើរពីរដ្ឋធានីអ៊ីស្លាមាបាតមកកាន់រាជធានីភ្នំពេញគឺជាដំណើរមួយដដែលបង្ហាញពីការកើនឡើងនៅទំនុកចិត្តការចូលរួមកាន់តែស៊ីជម្រៅនិងគោលបំណងរួមគ្នាដំណើរវិវត្តរបស់ប្រទេសកម្ពុជាគឺជាពុម្ពគំរូបំផុសទឹកចិត្តដល់គណៈប្រតិភូទាំងអស់ព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងគឺជាស្នូលនៃដំណើរវិវត្តនេះកម្ពុជានាពេលបច្ចុប្បន្នគឺជាប្រទេសប្រជាធិបតេយ្យដ៏រស់រវើកដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើននិងជាសមាជិកដ៏គួរឲ្យគោរពមួយនៃសហគមន៍អន្តរជាតិកម្ពុជាឈរជាសក្ខីកម្មដ៏ជាក់ស្ដែងមួយដែលបង្ហាញពីតម្លៃមិនចេះសាបសូន្យនៃសន្តិភាពការបង្រួបបង្រួមជាតិនិងឯកភាពជាតិឯកឧត្តមបានទូលថ្វាយបន្ថែមថាពិភពលោកសប្តាហ៍ថ្ងៃកំពុងប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនចំនួននានានៅតែបន្តកើតមានទំនុកចិត្តរវាងប្រជាជាតិនិងប្រជាជាតិកំពុងរងសម្ពាធវិបត្តិសេដ្ឋកិច្ចនិងបរិស្ថានបាននឹងកំពុងជះឥទ្ធិពលដល់សង្គមជាតិនៅគ្រប់តំបន់ក្នុងកាលៈទេសៈបែបនេះកិច្ចសន្ទនារឹតតែមានសារៈសំខាន់ជាងពេលណាទាំងអស់ស្ថាប័នសភាអាចជួយរក្សាកិច្ចសន្ទនានេះឲ្យនៅរស់រវើកនិងកសាងស្ពាននៃការយោគយល់គ្នាក្នុងចំណោមប្រជាជននិងប្រជាជាតិនេះជាគោលបំណងនៃសន្និសីទនិងជាការសន្យារបស់សន្និសីទប្រធានសភានៃអន្តរសភាឯកឧត្តមក៏សូមបួងសួងឲ្យព្រះរាជាណាចក្រកម្ពុជាបន្តទទួលបាននូវសន្តិភាពវឌ្ឍនភាពនិងវិបុលភាពជានិរន្តរ៍និងសូមឲ្យចំណងមិត្តភាពរវាងប្រជាជាតិនិងប្រជាជាតិបន្តរីកចម្រើនលូតលាស់ជាដរាបមុននឹងបញ្ចប់គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាបានថ្វាយព្រះសព្វសាធុការពរដល់បវរមហាប្រសើរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបនៅព្រះបរមសុខគ្រប់ប្រការព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ព្រះកាយពលមាំមួននិងមានព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សុខសាន្តចម្រើនរុងរឿងដល់ព្រះរាជាណាចក្រកម្ពុជានិងកូនចៅរបស់ព្រះអង្គជាដរាបតរៀងទៅ
Cối rồi lại, đặt cối ngon không thế?សូមក្រាបថ្វាយបង្គំសូមថ្វាយព្រះពរខ្ញុំសូមអរគុណដល់អបអរចាគ្រប់រូបដែលបានបំពេញភារកិច្ចប្រកបដោយជោគជ័យខ្ញុំសូមជូនពរសូមអបអរចាទាំងអស់បានបន្តនូវសេចក្តីសុខគ្រប់ប្រការជួយរៀនយូរសុខភាពបរិបូរណ៍សូមអរគុណជាអនេក សូមអរគុណ